សួស្តីប្រិយមិត្តបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់នេះគឺជាទេសភាពមួយដែលនឹងកម្រនឹងបានឃើញដែលខ្ញុំឆ្លៀតដិតយករូបភាពទេសភាពនេះដើម្បីយកមកចែករំលែកចែកជូនដល់បងប្អូនប្រិយមិត្តទស្សនាហើយនឹងកំសាន្តលំហែកាយក្រោយពីកិច្ចការងាររបស់ខ្ញុំធម្មតាអ្វីទាំងអស់នេះនៅស្រុកគេជារឿងសាមញ្ញឬក៏អាចហៅថាជារឿងធម្មតាតែប៉ុណ្ណោះប្រសិនបើយើងសម្រាប់ក្រោយពីកិច្ចការងារយើងមានពេលវេលាយើងអាចនាំកូនឬក៏អាចធ្វើឲ្យរាងកាយយើងចលនាឲ្យបានច្រើនបាទនេះជាការលំហាត់ប្រាណមួយដែរពេលដែលយើងសម្រាប់ពីកិច្ចការងារហើយក៏បានបន្ធូរបន្ថយនៅអារម្មណ៍តានតឹងមួយចំនួនដែលយើងមានឬក៏បងប្អូនធ្វើការនៅហត់ក្នុងពេលមួយថ្ងៃធម្មតានេះគឺជារបៀបនៃការរស់នៅរបស់ខ្ញុំបាទខ្ញុំតែងតែភាគច្រើនខ្ញុំមកពីកិច្ចការងារក្រោយពីកិច្ចការងារប្រសិនមួយខែក្តៅខ្ញុំភាគច្រើនខ្ញុំតែងតែរកកិច្ចការងារណាមួយធ្វើប្រចាំដូចជាកិច្ចការងារផ្ទះជាដើមប្រសិនបើពេលខែរងាខ្ញុំធ្វើអីមិនបានក្រោយពីកិច្ចការងារប្រសិនបើថ្ងៃនោះមានកម្ដៅថ្ងៃល្អខ្ញុំនឹងអាចតាក់កង់កំសាន្តឬក៏នាំកូនចៅដើរកំសាន្តតាមផាកឬក៏តាមដងផ្លូវតាក់កង់ដើម្បីធ្វើជាលំហាត់ប្រាណផងដែរអ្វីទាំងអស់នេះយើងត្រូវការចាំបាច់ដើម្បីឲ្យព្រុនញើសនិងបើកដើម្បីសុខភាពយើងផងដែរពីព្រោះនៅស្រុកគេនេះភាគច្រើនមិនសូវធ្វើកិច្ចការងារធ្ងន់ធ្ងរសែងលីរែកពុនអីនោះទេភាគច្រើនតែងតែការងារមិនសូវចេញញើសបាទម្ល៉េះឲ្យធ្វើឲ្យយើងថត់ដែរបាទហើយធ្វើឲ្យយើងមិនសូវចេញញើសច្រើនបាទឲ្យយើងបណ្ដាលឲ្យយើងមានការលើសខ្លាញ់លើអីទៅណាជាពិសេសលើសខ្លាញ់វាជាទៅវាទូទៅប្រចាំតែហើយប្រិមិត្តបាទនៅស្រុកគេនេះប្រសិនបើយើងមិនលំហែកាយផងទៅគាត់ណាយើងច្បាស់ជាកើតជំងឺ stress ពិតជាមិនខានទេអ្វីក៏ដោយអាស្រ័យយើងបង្កើតឡើងដើម្បីកែលម្អទម្រង់រស់នៅប្រចាំថ្ងៃរបស់យើងហើយនៅស្រុកគេគឺមានកន្លែងទីតាំងដើម្បីឲ្យយើងធ្វើដំណើររំហែកាយនាពេលរសៀលឬក៏ព្រឹកក្តីពេលណាដែលយើងមិនធ្វើការឬក៏ក្រោយកិច្ចការងារក្តីផងដែរជាពិសេសប្រទេសអូស្ត្រាលីជាប្រទេសមួយដែលមានមុខមាត់លើឆាកអន្តរជាតិអាចនិយាយបានថាអាចឆោលេខ2នៅក្នុងពិភពលោកនេះផងដែរហើយពលរដ្ឋអូស្ត្រាលីជាច្រើនតែងតែប្រកបកិច្ចការងារប្រចាំថ្ងៃដូចជា5ថ្ងៃក្នុងមួយសប្តាហ៍8ម៉ោងក្នុងមួយថ្ងៃជារឿយបាទក្រោយពីកិច្ចការងារភាគច្រើនពួកគេតែងតែនាំកូនចៅគេដើរលំហែកាយឬក៏ដើរតាមដងឆ្នេរសមុទ្រជាដើមចុងសប្តាហ៍ភាគច្រើនគេតែងតែនាំក្រុមគ្រួសារគេឬក៏ពួកម៉ាក់មិត្តភក្តិជាដើមទៅកំសាន្តទីលំហែណាដែលគេជួយចាត់ដូចជាឆ្នេរសមុទ្រឬក៏ផាកឬក៏កន្លែងណាដែលស្ទួយត្រីជាលំនាំនេះជាកម្មអាចនិយាយថាជាសិទ្ធិបុគ្គលម្នាក់ចំណង់ចំណូលចូលចិត្តរបស់អ្នកហើយនៅស្រុកគេនេះបាទប្រសិនបើយើងមិនធ្វើដូច្នេះទេប្រសិនបើយើងមិនបង្កើតបរិយាកាសឬក៏បង្កើតអ្វីមួយសម្រាប់ខ្លួនយើងនោះទេប្រកាសណាស់ប្រិមិត្តច្បាស់ជា stress មិនខានទេយើងត្រូវមានពេលធ្វើការ
មានពេលលំហែកាយមានពេលលេងមានពេលសើចមានពេលសប្បាយផងនោះដែរជីវិតយើងម្នាក់ពិតប្រាកដណាស់យើងត្រូវការពេលវេលាឲ្យបានច្រើនព្រោះបងប្អូននិងប្រិយមិត្តគិតថាហើយក៏ធ្លាប់បានសួរខ្លួនឯងដែរឬទេថាតើយើងមាន10ឆ្នាំប៉ុន្មានដងលហើយយើងត្រូវថាកំដរបរិយាកាសឬក៏បង្កើតអ្វីមួយដើម្បីសบายនៅក្នុងជីវិតរបស់យើងផងដែរអ្វីដែលបងប្អូនអាចធ្វើទៅបាននោះហើយជាអនុស្សាវរីយ៍របស់បងប្អូនហើយនោះជារឿងពិតនៅក្នុងឆាកជីវិតរបស់បងប្អូនផងដែរពិតប្រាកដណាស់បងប្អូនប្រិយមិត្តភាគច្រើននៅប្រទេសអូស្ត្រាលីមានកន្លែងទីតាំងដើរកម្សាន្តច្រើនប៉ុន្តែភាគច្រើននៅឆ្ងាយរីឯខ្ញុំមិនសូវបានទៅឆ្ងាយដូចគេទេប្រិយមិត្តច្រើនតែដើរបរិវេណនៅតាមភូមិផងបងរស់នៅឬក៏គេហៅថាតាមសបឺតដើរកម្សាន្តជិះកង់លំហែកាយហើយជា15នាទីឬទៅកន្លះម៉ោងពេលណាដែលយើងអាចធ្វើទៅបាននេះហើយជាការលំហាត់ប្រាណមួយដែរដូចជាយើងលេងបាល់អ្នកឯងក៏បានឬក៏យើងលេងមួយកូនឬក៏យើងលេងមួយក្មេងៗលេងជាមួយពួកវាទៅវាជួដូចជាយើងហាត់ប្រាណផងដែរដើម្បីបញ្ចេញញើសបាទបងប្អូនឃើញស្រាប់បាទហើយខ្លះទៅពីទៀតទៅគេនាំកូនចៅគេដើរលេងតាមផាកទៅក្រោយពីកិច្ចការងាររបស់គេបាទកុំឲ្យបងប្អូនខាត់ពេលវេលាយូរបងប្អូននឹងទស្សនាជាមួយខ្ញុំដូចតទៅបាទស្រោមសំបុតឃើញភ្នត់កនសែងក្រអូបឈ្ងុយឆ្ងាយមានចែងអាការ៉ាហើយស្រោមសំបុតឃើញភ្នត់កនសែងក្រអូបឈ្ងុយឆ្ងាយមានចែងអាការ៉ាតែបីបន្តត់សុទ្ធនៃស្នេហាអែមល្ហែមវាចាសងសាពីលពើអមម្ចាស់អាការ៉ាមិនដេចមិនចាឈ្មោះថាកនសែងនោះម្ចាស់ឈ្មោះអ្វីទៅអមម្ចាស់អាការ៉ាមិនដេចមិនចាឈ្មោះថាកនសែងនោះម្ចាស់ឈ្មោះអ្វីទៅស្នាមបបូរមាត់ក្រែមក្រហមឆ្អៅផ្ដិតទុកសំណៅនៅជាប់កនសែងលោកនេះមានដែរស្នេហ៍អនាមឹកខ្ញុំដេកហើយនឹកហួចចិត្តម្នាក់ឯងលោកនេះមានដែរស្នេហ៍អនាមឹក
ខ្ញុំដេកហើយនឹកហួចចិត្តម្នាក់ឯងបេះដូងក្នុងស្រោមធ្នមតែកូនសែងអ្នកអើយម្ចាស់ឯងតើនៅទីណាស្រោមសម្បត្តិឃើញភ្នត់កូនសែងក្រអូបឈ្ងុយឆ្ងាញមានចែងអាការ៉ាហើយស្រោមសម្បត្តិឃើញភ្នត់កូនសែងក្រអូបឈ្ងុយឆ្ងាញមានចែងអាការ៉ាតែបីបន្តត់សុទ្ធនៃស្នេហាអែមហើយវាចាសំសាពីលពើអំចាអាការ៉ាដេចមិនចាឈ្មោះថាកុំផ្លែងនោមម្ចាស់ឈ្មោះអ្វីទៅអម្ចាស់អាការ៉ាដេចមិនចាឈ្មោះថាកុំផ្លែងនោមម្ចាស់ឈ្មោះអ្វីទៅស្នាមបបោមាត់ក្រែមក្រហមឆ្អៅផ្ដិតទុកសំណៅនៅជាប់កូនសែងលោកនេះមានដែរស្នេហ៍ណាមកខ្ញុំដេកហើយនឹកហួចចិត្តម្នាក់ឯងលោកនេះមានដែរស្នេហ៍ណាមកខ្ញុំដេកហើយនឹកហួចចិត្តម្នាក់ឯងបេះដូងក្នុងស្រោមធ្នមតែកូនសែងអ្នកឯងម្ចាស់ឯងតើនៅទីណាកូនសែងបងសចង់ឲ្យស្រីល្អលាបពណ៌ក្រហមកូនសែងបងសចង់ឲ្យស្រីល្អលាបពណ៌ក្រហមលាបឲ្យបងទុកបងធ្នកូនសែងក្រហមព្រមស្លាប់នឹងគ្នាព្រមទេអូនព្រមស្លាប់នឹងគ្នាព្រមទេអូនព្រមស្លាប់នឹងគ្នាកូនសែងបងសអូនសមកវកុំលៀបពណ៌វាកូនសែងបងសអូនសមកវកុំលៀបពណ៌វាចាំខែហាពីពីចាំលៀបពណ៌វាក្រហមជូនបងត្រង់សិនទៅណាអ្នកបងអើយត្រង់សិនទៅណាអ្នកបងអើយក còn sáng bóng gió bóng nắng trong có bà mình có
សែងបងសចង់ឲ្យស្រីល្អលាតពណ៌ក្រហម កូនសែងបងសអងនឹងចងកបើមិនក្រហម អូននឹងខំស្នាក់ខំខ្នង ទុកពណ៌ក្រហមលាបកូនសែងមកណាបងអើយសូមបងគុំព្រួយណាបងអើយសូមបងគុំព្រួយ កូនសែងបងសអូនសូមមងបកុំលៀបពណ៌វាកូនសែងបងសអូនសូមមងបកុំលៀបពណ៌វាចាំថ្ងៃអាពាហ៍ពិពាហ៍ចាំលៀបពណ៌វាក្រហមជូនបងទ្រាំសិនទៅណាអ្នកបងអើយទ្រាំសិនទៅណាអ្នកបងអើយ វាមិនពិតចិត្តមកសៅដុំបើទ្រូង បងបានស្បត់ប្រាកដជាក់ចំពោះស្នេហ៍អូនជឿស្មោះគ្មានកែប្រែចំពោះបងមួយឥតកង្វល់គ្មានបារម្ភផ្លើយ ពីមិនពិតគិតមិនដល់ខ្វល់អរ៉ាច្រើនឆ្នាំហើយទ្រូងឥតស្បាយរងទុក្ខាព្រោះផ្លាស់ចិត្តផ្លាស់ស្នេហាបោះបង់រូបស្រីគ្មានអាឡ័យដល់ចិត្តស្រីទេ ចុកក្នុងទ្រូងឈឺបេះដូងដោយសារស្នេហ៍អស់សង្ឃឹមខានញញឹមដាក់បងទៀតហើយលងអ៊ីនតាលងស្នេហាអស់មួយជីវិតអស់ក្តីរំពឹងថាបានជួបស្នេហ៍
តាមលីក្រពុំរំពេលជួបជុំបងមិនភ្លេចអូនឡើយ បងថ្ងៃសៅរ៍ស្ទើអូនច្រើនអូនអៀនណាស់មិត្តភក្តិសាយអស់ហើយបើចិត្តបងពិតកុំចេះតែនិយាយមករំចិត្តអូនចំអូនសប្បាយណាស់ អូនអើយអូនគួរឲ្យស្រឡាញ់ម្លេះសូមធ្វើគូរំមួយរាត្រីបានអត់បើអូនញញឹមបងកាន់តែមានចិត្ត រំជាមួយអូនមិនចង់ឲ្យភីស្លាច់ឡើយបងអើយបងចេះនិយាយមែនតែនតើចង់បានតិចចង់មកគៀអូនហើយបើចង់បានចិត្តអូនឲ្យសាកមើលសិនបងហាញចិត្តស្មោះទាំងអូនប្រស្នេទៅមុខមួយថយក្រោយមួយចង់ហ៊ានតែដៃតាភ្លេងប្រស្រីរំសប្បាយបេះដូងបងរងតាមចង្វាក់ភ្លេង សុំអូនកុំអតិសេសស្នេហ៍ដំបងយ៉ារងក្បែរបងសប្បាយចិត្តលែបងហាញចិត្តស្មោះពេលរំចិត្តអូនបើបងមិនក្បត់អូនរីករាយណាស់ព្រមកាន់ដៃបងរំលែងកើតភ្លេង រំមាឌីសូនរំជាមួយអូនសប្បាយចិត្ត ស្នេហ៍កំឡោះត្រង់មុំកើតពីស្នាមញញឹម ជុំក្រោយស្នេហ៍យើងកាន់តែផ្អែមលើហែង ដៃកាន់ដៃរំតាមឃ្លៀងមកទីសូន សប្បាយអស់ចិត្ត រហូតតែភ្លេលើកដៃឡើងរំសុំសែនសុំគួរឲ្យបែកដីស្លៀកសុំពុតខ្លីឧស្សាហ៍ស្ពៃក្តោបលៀបពណ៌ក្រហមមកលេងរំវង លើកដៃឡើងរំសុំសែនសុំគួរឲ្យបែកដីស្លៀកសុំពុតខ្លីឧស្សាហ៍ស្ពៃក្តោបលៀបពណ៌ក្រហមមកលេងរំវង លើកដៃឡើងរំសុំសែនសុំគួរឲ្យបែកដីស្លៀកសុំពុតខ្លីឧស្សាហ៍ស្ពៃក្តោបលៀបពណ៌ក្រហមមកលេងរំវង លើកដៃឡើងរួមសុំសែនសុំគួរឲ្យបែកដីពេលអោដៃខ្លីថែមពណ៌ក្រហមភ័ក្រមូលក្រឡងទៅលេងរំវង លើកដៃឡើងរំ
ក្រហមមកលេងរំវង